សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាឲ្យចេះ edit រូបភាពដោយប្រើ AI អញ្ចឹងកម្មវិធីនេះស្រួលយើងអាចវាយ Google Gemini AI បន្ទាប់ពីយើងវាយហើយយើងអាច select វាចូលទៅក្នុងនឹងមកហើយបន្ទាប់មកយើងចង់ upload រូបភាពដែលយើងចង់ edit អញ្ចឹងយើងរើសរូបភាពមួយមកឥឡូវខ្ញុំរើសរូបភាពខ្ញុំមួយដើម្បីខ្ញុំ edit ចង់ edit ទៅអីមួយអញ្ចឹងណាអញ្ចឹងបន្ទាប់មកខ្ញុំអាច edit ថាខ្ញុំចង់ edit ឲ្យរូបខ្ញុំហ្នឹងពាក់អាវធំលក្ខណៈថា professional ណាអញ្ចឹងយើងវាយទៅតាមហ្នឹងមកបើអ្នកទាំងអស់គ្នាអត់ចេះភាសាអង់គ្លេសអ្នកទាំងអស់គ្នាអាចសរសេរជាចូលក្នុង Google សរសេរជាខ្មែរសិនហើយយកមក copy paste ក៏បានដែរអត់អីទេអញ្ចឹងខ្ញុំសរសេរថានេះឲ្យ create រូបភាពហ្នឹងទៅជានេះរូបភាពដែលពាក់អាវធំជាមួយនឹង background ក្រុមហ៊ុនធំមួយអញ្ចឹងណាអញ្ចឹងបន្ទាប់ពីវាយហើយយើងត្រូវចុចអាសញ្ញានោះទៅវានឹង generate ឲ្យយើងវានឹងធ្វើការដំណើរការរូបភាពឲ្យយើងហើយអញ្ចឹងយើងរងចាំបន្តិចទៅអញ្ចឹងមកមើលរូបភាពដែលវាធ្វើឲ្យយើងវាមើលទៅពិតជាស្អាតស្រស់ស្អាតព្រោះដោយសារអីទាំងស្នាមកាត់ទាំងស្នាមអីមានអារម្មណ៍ថាដូចរូបភាពបេះបិទតែម្ដងចង់ save ដាក់ចូលក្នុងទូរស័ព្ទរបស់យើងចុចលើរូបភាពនឹងឲ្យយូរទៅហើយវានឹងចេញពាក្យថា save to photo ហើយយើងដាក់ save បានហើយបន្ទាប់មកឧទាហរណ៍ថាខ្ញុំចង់បង្កើតអីផ្សេងទៀតខ្ញុំចង់ធ្វើរូបខ្ញុំព្រោះដោយសារឥឡូវយើងលក់ថ្នាំដុសធ្មេញដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចរកបានអាចចង់បានថ្នាំដុសធ្មេញអាចតាក់ទងមកខាងខ្ញុំបានណាព្រោះយើងនាំចូលតែផ្ទាល់ជាផលិតផលកូរ៉េសុទ្ធអញ្ចឹងនៅក្នុងនេះខ្ញុំបានសរសេរថាសូមបង្កើតរូបភាពនេះទៅជាបរិសុទ្ធដែលកំពុងដុសធ្មេញហើយនឹងកាន់ថ្នាំដុសធ្មេញនឹងអញ្ចឹងយើងមកមើលថាតើ AI វា generate យ៉ាងម៉េចបានថាវាដំណើរការរូបភាពនឹងទៅជាយ៉ាងម៉េចអញ្ចឹងមកក្នុងករណីដែលពេលដែលយើងចុចហើយវាដំណើរការរូបភាពនឹងវាអត់ត្រូវឬក៏អត់ស្អាតយើងអាច edit ឲ្យវា generate មួយសារទៀតហើយវាអត់អស់លុយទេយើងធ្វើប្រហែលដងក៏បានដែរណាសំខាន់អាសាបានន័យថាសំខាន់យើងអាសាក្នុងការសរសេរអត់នៅក្នុងករណីរូបភាពវា generate មកចេញអញ្ចឹងឧទាហរណ៍ថាយើងអត់សូវស្រឡាញ់អត់ពេញចិត្តទេមានអារម្មណ៍ថាវាឆ្កេះឆ្កាស់ពេកអញ្ចឹងយើងអាច upload រូបភាពផ្សេងឬក៏យើងអាច edit រូបភាពដែលយើងកំពុងដែលបាន upload ហ្នឹងយើងគ្រាន់តែ edit អក្សរទៅជាការស្រេចហើយអ្នកទាំងអស់គ្នាអញ្ចឹងដោយសារតែនេះខ្ញុំមើលទៅវាមិនសូវស្អាតខ្ញុំក៏នេះ upload រូបភាពចូលផ្សេងទៀតដើម្បីធ្វើមើលឲ្យវាកាន់តែស្អាតអញ្ចឹងយើងមើលដំណើរការរបស់ AI អញ្ចឹងអ្នកទាំងអស់គ្នាមានរូបភាពចង់ design ចង់edit អីងាយស្រួលមែនទែនកម្មវិធីនេះវាអត់អស់លុយហើយប្រើបានច្រើនដងទៀតសំខាន់ស៊ីសងទៅលើការសរសេររបស់យើងតើយើងសរសេរច្បាស់ប៉ុណ្ណាវានឹងដំណើរការឲ្យយើងបានស្អាតប៉ុណ្ណឹង